R7 Bugatti. តើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមនុស្សម្នាក់ហ៊ានចំណាយលុយ$3 លានគ្រាន់តែដើម្បីទិញនាឡិកាដៃមួយគ្រឿងដែលដើរម៉ោង24ម៉ោងនៅក្នុងមួយថ្ងៃវាគឺស្មើគ្នានឹងនាឡិកាដៃដែលមានតម្លៃ$20 លាននៅលើទីផ្សារតើពួកអ្នកមានកំពូលឬមហាសេដ្ឋីកម្រិតប៊ីលានីគេឈួតនឹងលុយឬក៏គេមានអាចកំបាំងអ្វីមួយដែលមនុស្ស99ទៀតនៅក្នុងโลกមិនដែលដឹងនៅក្នុងវីដេអូនេះយើងនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់អំពីពិភពងងឹតនិងភាពស៊ីវិល័យនៃ horology ឬក៏សិល្បៈនៃនាឡិកាយើងលាតត្រដាងថាហេតុអ្វីបានជានាឡិកាដៃរបស់មហាសេដ្ឋីមិនមែនជាឧបករណ៍សម្រាប់មើលម៉ោងប៉ុន្តែវាគឺជាសិល្បៈជាអលង្ការជាសញ្ញានៃអំណាចនិងជាការវិនិយោគដែលបង្កើតការចំណេញលឿនជាងមាសឬអចលនទ្រព្យទី1នោះគឺថាតើហេតុអ្វីបានជានាឡិកាមានតម្លៃថ្លៃម្ល៉េះដើម្បីឲ្យយល់ថាអ្វីដែលជានាឡិកានោះមានតម្លៃដែលស្មើថ្លៃនឹងផ្ទះមួយឬក៏កោះមួយដំបូងយើងត្រូវយល់អំពីរបៀបដែលវាត្រូវបានបង្កើតឡើងជាមុនសិននាឡិកាដែលធម្មតាយើងពាក់នៅលើដៃ Swatch ឬក៏ជានាឡិកាដែលប្រើថ្មវាគឺបានផលិតទៅដោយម៉ាស៊ីននៅក្នុងរោងចក្ររាប់លានគ្រឿងនៅក្នុងមួយថ្ងៃប៉ុន្តែសម្រាប់នាឡិកាដែលមានកម្រិត horology របស់មហាសេដ្ឋីគឺវាគ្មានរោងចក្រផលិតស្វ័យប្រវត្តិនោះទេគ្រឿងបំណែកតូចរាប់រយគ្រឿងឬក៏រាប់ពាន់ដុំនៅក្នុងនាឡិកាត្រឹមតែមួយគ្រឿងគឺត្រូវបានធ្វើឡើងដោយដៃផ្ទាល់ពីដៃ Master Watchmaker ឬគ្រូជាងនាឡិកាកំពូលនៅក្នុងពិភពលោកនាឡិកាខ្លះគឺត្រូវចំណាយពេលពី6ខែទៅដល់2ឆ្នាំដើម្បីគុំវានិងសម្រាប់សម្រាំងនាឡិកាតែមួយប៉ុណ្ណោះអ្នកអាចសាកស្រមៃមើលថាគ្រឿងបំណែកតូចដូចសរសៃសក់ត្រូវបានច្នៃនិងខាត់ដោយដៃវាគឺជាសិល្បៈរស់ living art នៅលើដៃរបស់អ្នកមិនមែនទិញដែកឬក៏ទិញមាសនោះទេប៉ុន្តែអ្នកកំពុងតែទិញពេលវេលាសមត្ថភាពនិងជីវិតរបស់អ្នកកែច្នៃវាឡើងឥឡូវនេះយើងនឹងងាកមកមើលអំពីម៉ាកនាឡិកាដែលមហាសេដ្ឋីពេញនិយមបំផុតទី1គឺជានាឡិកាដៃម៉ាក Patek Philippe ដែលជាស្ដេចនៃនាឡិកាមានពាក្យស្លោកមួយរបស់ Patek Philippe ដែលបានពោលថា You never actually own on the Patek Philippe you merely look after it for the next generation ដែលវាគឺមានន័យថាអ្នកមិនមែនជាម្ចាស់ Patek Philippe ទេប៉ុន្តែអ្នកគឺជាអ្នកថែរក្សាវាទុកឲ្យកូនចៅជំនាន់ក្រោយប៉ុណ្ណោះមហាសេដ្ឋីពិភពលោកនិងអ្នកនយោបាយកំពូលតែងតែជ្រើសរើស Patek Philippe Nautilus 5711ឬក៏ជា model ដែលស្មុគស្មាញបំផុតដូចជា Grand Master Jim ដែលមានតម្លៃរហូតទៅដល់$31 លានទី2នោះគឺជានាឡិកាដៃ Mark Richard Mille ដែលជាសម្ភារៈ Formula 1 នៅលើដៃរបស់អ្នកប្រសិនបើអ្នកឃើញនរណាម្នាក់ពាក់នាឡិការាងដូចជាធុងស្រាពណ៌លេចធ្លោនិងមានគ្រឿងបញ្ច្រាសមើលធ្លុះទៅដល់បាតខាងក្នុងនោះគឺ Richard Mille គេបានប្រសិទ្ធនាមវាថាជា The Billionaire Unofficial Handshake ដែលជំនួសឲ្យការចាប់ដៃគ្រាន់តែមើលនាឡិកាក៏ដឹងថាកម្រិតណាវាគឺបានបង្កើតឡើងអំពីសម្ភារៈយានអវកាសនិងឡានប្រណាំង F1 ដូចជា Titanium Carbon TPT ដែលវាស្រាលដូចជាស្លាបបក្សីប៉ុន្តែរឹងមាំរហូតទៅដល់កីឡាករវាយកូនហ្គោល Rafael Nadal ពាក់វាយកូនបាល់នៅក្នុងការប្រកួត Grand Slam ដែលមានតម្លៃចាប់ពី$20,000ទៅដល់$3 លានឯណោះទី3គឺជា Hermès Piguet ជា AP Royal Oak និមិត្តសញ្ញានៃរូបភាពស៊ីវិល័យទាន់សម័យ Model Royal Oak ជាមួយនឹងគែមជ្រុង8ជ្រុងនិងខ្ចៅលេចចេញមកក្រៅបានបដូរមុខមាត់ឧស្សាហកម្មនាឡិកាស្ពណ៌ពិនិត្យជារៀងរហូតទី4គឺជានាឡិកា Rolex ដែលនិយាយអំពីអំណាចនិងភាពជោគជ័យទោះបីជា Rolex មានការផលិតច្រើនជាងប៉ុន្តែ model ដូចជា Dadet ធ្វើអំពីមាសឬ Daytona វាគឺនៅតែជាជម្រើសដំបូងបង្អស់នៃភាពជោគជ័យរបស់សហគ្រិននិងមេដឹកនាំពិភពលោក
យើងងាកមកមើលអំពីនាឡិកាដែលវាជាការវិនិយោគឬក៏ជាអ្វីចំណុចនេះហើយដែលធ្វើឲ្យនាឡិកាដៃខុសប្លែកអំពីឡានស្ពណ៌នៅពេលដែលអ្នកទិញឡានប្រណិតច្បាកចេញពីរោងចក្រតម្លៃវានឹងធ្លាក់ចុះ 20% ភ្លាមៗប៉ុន្តែសម្រាប់នាឡិកាប្រណិតកំពូលវាកាន់តែចាស់គឺកាន់តែថ្លៃនៅក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះនាឡិកាដៃប្រណិតបានក្លាយទៅជា alternative asset ឬក៏ជាទ្រព្យសម្បត្តិសកម្មវិនិយោគជំនួសដ៏មានប្រជាប្រិយភាពបំផុតសម្រាប់មហាសេដ្ឋីជាឧទាហរណ៍ជាក់ស្ដែងនាឡិកាដៃប៉ាទិកពីលិក Nautilus 5711មានតម្លៃដើមចេញពីរោងចក្រប្រហែល $30,000 ប៉ុន្តែដោយសារតម្រូវការខ្ពស់ហើយរោងចក្រផលិតមិនទាន់នៅលើទីផ្សារងងឹតឬទីផ្សារចរាចរណ៍វាអាចលក់បាននៅក្នុងតម្លៃ$100,000ទៅដល់$150,000ឯណោះឬក៏នាឡិកា Rolex Paul Newman de Nathan ដែលទិញនៅក្នុងឆ្នាំ1968ក្នុងតម្លៃត្រឹមតែ$400តែត្រូវបានគេដេញថ្លៃលក់នៅក្នុងឆ្នាំ2017នៅក្នុងតម្លៃ$17.7 លានឯណោះមហាសេដ្ឋីទិញនាឡិកាមិនមែនដើម្បីតែបំផ្លាញលុយទេប៉ុន្តែវាគឺជាការបង្កសាច់ប្រាក់ដែលអាចពាក់ជាប់ដៃធ្វើដំណើរជុំវិញពិភពលោកដោយមិនឆ្លងកាត់ការត្រួតពិនិត្យពីធនាគារនិងតម្លៃវាកើនឡើងជារៀងរាល់ឆ្នាំប៉ុន្តែតើមហាសេដ្ឋីគ្រប់រូបសុទ្ធតែពាក់នាឡិកាតម្លៃរាប់លាន$មែនទេចម្លើយគឺមិនមែនទេនៅទីនេះយើងត្រូវបែងចែកជាពីរក្រុមថាទី1គឺអ្នកដែលចូលចិត្តបង្ហាញដែលជាក្រុមតារា hip hop កីឡាករឬអ្នកមានថ្មីដែលចូលចិត្តពាក់ Richard Mille ឬក៏ Rolex ដាំពេជ្រនៅខាងមុខដើម្បីប្រកាសអាសន្នថាខ្ញុំមានលុយច្រើនណាស់ទី2គឺជាអ្នកពាក់ Luxury អ្នកមានចាស់ឬមហាសេដ្ឋីបច្ចេកវិទ្យាមានដូចជាលោក Bill Gates ដែលគាត់បានពាក់នាឡិកា Casio Duro ដែលមានតម្លៃតែ$70ទី2គឺជាលោក Mark Zuckerberg ឬលោក Jeff Bezos ពេលខ្លះពាក់នាឡិកា Apple Watch ដែលមានតម្លៃ$400ឬក៏មិនពាក់សោះមហាសេដ្ឋីដ៏ស្ងប់ស្ងាត់ខ្លះពាក់ម៉ាកដូចជា Erlang Sonye ឬក៏ Vincent Constantin ដែលមនុស្សធម្មតាមើលទៅមិនស្គាល់ប៉ុន្តែអ្នកយល់ពីនាឡិកាមើលទៅគឺដឹងថាមនុស្សនេះគឺមានទ្រព្យសម្បត្តិដ៏ស្រុកស្រំការជ្រើសរើសនាឡិកាគឺជាសារសម្ងាត់ដែលមហាសេដ្ឋីផ្ញើទៅកាន់ពិភពខាងក្រៅដោយមិនបាច់និយាយសូម្បីតែមួយម៉ាត់ជាចុងក្រោយនាឡិកាដៃសម្រាប់មហាសេដ្ឋីគឺលើសពីឧបករណ៍រាប់វិនាទីវាគឺជាចំណុចប្រសពរវាងសិល្បៈមេកានិកបេតិកភណ្ឌប្រវត្តិសាស្ត្រសញ្ញាសម្ងាត់នៃវណ្ណៈនិងជាជំរកសុវត្ថិភាពនៃហិរញ្ញវត្ថុចុះអ្នកវិញប្រសិនបើអ្នកមានលុយ$1 លាននៅក្នុងដៃតើអ្នកនឹងជ្រើសរើសយ៉ាងម៉េចជម្រើសទី1គឺទិញនាឡិកាប៉ាទិកពីលិកមួយគ្រឿងដើម្បីទុកវាសម្រាប់វិនិយោគជម្រើសទី2ទិញផ្ទះឬក៏អចលនទ្រព្យជម្រើសទី3សុខចិត្តពាក់នាឡិកាដៃ Casio តម្លៃ$70ដូចជា Bill Gates ហើយយកលុយទៅធ្វើអាជីវកម្មសូម comment របស់អ្នកនៅខាងក្រោមវីដេអូចុងក្រោយប្រសិនបើអ្នកចូលចិត្តនៅវីដេអូបែបនេះនិងចំណេះដឹងបែបនេះសូមកុំភ្លេច like ហើយ share subscribe channel របស់យើងដើម្បីទទួលបាននៅវីដេអូថ្មីបន្តអរគុណសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូបន្ទាប់